ពេលខាន់មកដល់ផ្ទះគាត់បានព្រួយបារម្ភអំពីអារម្មណ៍អាក្រក់ដែលបានកើតមានខណៈពេលគាត់រងចាំគាត់មានអារម្មណ៍មិនល្អសម្រាប់គំនិតដូចជាការគិតភយន្តរាយបែបនេះនិងសម្រាប់អារម្មណ៍ជាប់គាំងជំនួសឲ្យការព្យាយាមដោះស្រាយបញ្ហាខាន់បានសម្រេចចិត្តវិភាគគំនិតទាំងនេះខ្លះព្រោះគាត់សង្ស័យថាពួកគេលេងល្បិចលើគាត់ហើយចង់ដឹងថាគាត់អាចធ្លាក់ចូលក្នុងអន្ទាក់អ្វីខ្លះពេលកំពុងរងចាំខ្ញុំមានគំនិតដូចជានាងច្បាស់ជាមានឧបទ្ទវហេតុនាងច្បាស់ជាត្រូវបានគេវាយនៅតាមផ្លូវនាងនៅពេទ្យមែនទេការពិតគឺនៅពេលដែលខ្ញុំគិតបែបនេះខ្ញុំមិនអាចគិតរឿងផ្សេងបានទេហើយខ្ញុំក៏គ្មានហេតុផលដើម្បីគិតថានេះជាការពិតដែរវាហាក់ដូចជាខ្ញុំថាគំនិតទាំងនេះស្របគ្នាជាមួយនឹងអន្ទាក់ទាំងនោះនៃការធ្វើឲ្យរឿងអស្ចារ្យនឹងឈានដល់ការសន្និដ្ឋានដោយគ្មានផ្ទុះតាំងល្អណាស់ខាន់អ្នកបានស្គាល់អន្ទាក់ការគិតរបស់អ្នកបានយ៉ាងល្អឥតខ្ចោះកុំបារម្ភប្រសិនបើអ្នកមិនដឹងពីរបៀបបែងចែកឲ្យច្បាស់ថាតើពួកវាជាប្រភេទអន្ទាក់អ្វីនោះទេអ្វីដែលសំខាន់នោះគឺអ្នកបានត្រូវដឹងអំពីពួកវាបញ្ហាជាមួយអន្ទាក់ទាំងនេះគឺថាដោយការប៉ាន់ស្មានលើសអំពីដែលថាមានរឿងអាក្រក់អាចនឹងកើតឡើងហើយដោយផ្ដោតលើការបកស្រាយនេះតែប៉ុណ្ណោះអ្នកប្រហែលជាមិនគិតពីការបកស្រាយផ្សេងទៀតនៃស្ថានភាពនោះទេខ្ញុំក៏នឹកឃើញពីការភ័យខ្លាចដែលខ្ញុំមាននៅពេលដែលខ្ញុំគិតថាមិត្តស្រីរបស់ខ្ញុំបានចាក់ចេញពីខ្ញុំគិតរឿងដូចជាខ្ញុំប្រាកដថានាងខឹងពីថ្ងៃមុនហើយថ្ងៃនេះនាងមិនមកទេព្រោះនាងនឹងទៅចោលខ្ញុំនាងបានជួបណាប់ផ្សេងហើយឥឡូវនេះនាងនៅជាមួយគាត់ជាពិសេសខ្ញុំមានអារម្មណ៍ថាការគិតដ៏គួរឲ្យភ័យខ្លាចដែលខ្ញុំមិនអាចបន្តទៅមុខទៀតបានប្រសិនបើគំនិតទាំងនោះជាការពិតខាន់អ្នកកំពុងធ្វើរឿងដ៏អស្ចារ្យអ្នកបានដឹងថាអ្នកបានធ្លាក់ចូលទៅក្នុងអន្ទាក់នៃការខូចចិត្តដែលជាលទ្ធផលនៃអ្វីដែលអ្នកខ្លាចយ៉ាងច្បាស់តើអ្នកគិតថាអ្នកកំពុងតែបន្សល់ទុកនៅអន្ទាក់ដែលអ្នកអាចនឹងធ្លាក់ក្នុងនោះទេខ្ញុំត្រូវបានគេទុកចោលដោយមិនដឹងថាត្រូវប្រតិកម្មយ៉ាងណាហើយរងចាំជាយូរមកហើយព្រោះខ្ញុំកំពុងគិតរឿងដូចជាខ្ញុំនឹងទូរស័ព្ទទៅនាងដើម្បីដឹងថាមានអ្វីកើតឡើងប៉ុន្តែខ្ញុំមិនគួរធ្វើទេព្រោះនាងប្រហែលជាគិតថាខ្ញុំជាសត្វចង្រៃហើយខឹងប្រសិនបើខ្ញុំចាក់ចេញឥឡូវនេះនាងនឹងគិតថាខ្ញុំមិនស្រឡាញ់នាងទេខ្ញុំត្រូវតែរងចាំវាប្រសើរជាងខ្ញុំគិតថាត្រូវតែបដិសេធឬជៀសវាងការពិតគឺការគិតដែលរារាំងខ្ញុំពីការសម្រេចចិត្តខាន់អ្នកបានធ្វើការងារដ៏អស្ចារ្យដោយទទួលស្គាល់ពីភាពលំបាកនៃការគិតរបស់អ្នកជាការពិតគំនិតចុងក្រោយទាំងនោះគឺជាការបដិសេធនិងជៀសវាងបញ្ហាអ្វីដែលអាក្រក់បំផុតអំពីការគិតទាំងនោះគឺថាពួកគេរារាំងអ្នកពីការប្រឈមមុខនឹងស្ថានភាពជាមួយនឹងធនធានរបស់អ្នកទាំងអស់គំនិតទាំងនោះធ្វើឲ្យអ្នកគិតកាន់តែច្រើនអំពីអ្វីដែលវានឹងធ្វើឲ្យអ្នកខាតបង់និងថាតើវានឹងអាក្រក់ប៉ុណ្ណាជាងសមត្ថភាពរបស់អ្នកក្នុងការប្រឈមមុខនឹងបញ្ហានិងអាចដោះស្រាយវាបាន